មិនមែនដើម្បីខ្ញុំទេគឺដើម្បីឈាមជ័រតែមួយគត់របស់ត្រកូលស្ត្រីវ័យគូអ្នកស្រីចៅលោកគ្រូពេទ្យចាស់មានប្រសាសន៍ហើយថាគាត់ពិតជាមិនចេញក្រៅព្យាបាលទេសូមអញ្ជើញត្រឡប់ទៅវិញចុះជួយរំខានលោកទៅប្រាប់គាត់ម្ដងទៀតទៅណាគ្រាន់តែប្រាប់ថាវាតាក់ទងនឹងកូនចៅអ្នកស្មោះត្រង់តាក់ទងនឹងយុទ្ធធម៌មនុស្សធម៌ប៉ាត់បានលោកគ្រូពេទ្យចាស់អញ្ជើញអ្នកនាងចូលទៅខាងក្នុងលោកគ្រូពេទ្យចាស់តាមពិតទៅមិនលាក់បាំងទេមិនមែនលោកស្រីមានជំងឺទេគឺអ្នកនាងម្នាក់នៅក្នុងភូមិគ្រឹះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទៃពោះកូនបិសាចហាតើគ្រូពេទ្យអង្គឯណាជាអ្នកនិយាយគឺលោកគ្រូពេទ្យអ៊ូមកពីសាលាពេទ្យលួងអ៊ូយកទៅមនុស្សអត់បានការដែលពឹងផ្អែកលើការបញ្ចូលរីករាយដើម្បីឡើងសាក់នោះហេត្រូវហើយចាស់លោកស្រីចង់អញ្ជើញលោកគ្រូទៅពិនិត្យដើម្បីផ្ដល់ភាពស្អាតស្អំដល់អ្នកនាងវិញចុះហេតុអីខ្ញុំត្រូវលូកដៃរឿងឥតប្រយោជន៍នេះព្រោះអ្នកនាងដែលត្រូវគេស្ទាបជីបចរនោះគឺជាអ្នកមានគុណជួយសង្គ្រោះជីវិតកូនប្រុសច្បងត្រកូលវ័យគូអូខេព្រឹកស្អែកម៉ោង 8ខ្ញុំនឹងទៅតែមានលក្ខខណ្ឌមួយសូមមានប្រសាសន៍មកលោកគ្រូត្រូវអញ្ជើញប្រធានហោរាសាស្ត្រធ្លួងមកទីនោះដែរលោកគ្រូពេទ្យចាស់សុនយល់ព្រមហើយព្រឹកស្អែកគាត់នឹងមកជួបតែគាត់សុំឲ្យប្រធានហោរាសាស្ត្រធ្លួងមានវត្តមានដែរអញ្ជើញគាត់មកធ្វើអីគាត់ចេះស្ទាបជីបចរណាលោកគ្រូពេទ្យចាស់សុនពិតជាឆ្លាតមែនគាត់ដឹងថានេះជាការវាយប្រហារផ្លូវងឹតអញ្ចឹងត្រូវប្រើអបិយជំនឿដើម្បីការពារវិញពេទ្យមើលថែរាងកាយឯហោរាមើលថែជោគវាសនាខាងប្រធានហោរាព្រះអង្គម្ចាស់សៀវជីងរួយបានបញ្ជូនអ្នកទៅអញ្ជើញហើយដោយប្រាប់ថាតាក់ទងនឹងវាសនាប្រទេសមិនមែនទេដឹងត្រឹមរឿងពួកយើងសោះទាញចូលរឿងប្រទេសជាតិមកនេះឯងមិនយល់ទេអីមនុស្សស្រីម្នាក់បើត្រូវគេថានាំទុកដល់ជាតិនោះគឺជាទោសធ្ងន់ណាស់តែបើគេថាជាត្រីនាំសំណាងការពីជាតិនោះគឺជាសេរីសួស្តីវិញអញ្ចឹងឥឡូវនេះពួកយើងត្រូវតែបដូរពីជនសង្ស័យថាជាបិសាចទៅជាអ្នកនាំសំណាងដែលគេទទួលស្គាល់ជាផ្លូវការវិញស៊ូយកចឹងហ្មងហេប្រព័ន្ធកំពេចកំពុកនឹងអាចផ្ដល់កម្លាំងចិត្តបានខ្លះក៏មិនអាក្រក់ដែរណែពួកឯងទាំងពីរអាចគោរពយើងបន្តិចបានអត់សម្ដីពួកឯងនិយាយជាងពាក់កណ្ដាលយើងស្ដាប់មិនយល់សោះហ្មងឯងកុំខ្វល់រឿងនឹងអីថ្ងៃស្អែកខ្ញុំនឹងស៊ូសង់អោនឹងទទួលមុខនីតិសម្ដែងឯងគ្រាន់តែដកដាវដើម្បីគំរាមកុំឲ្យគេញ៉ៃញ៉ៃទៅបានហើយយល់ហើយអញ្ចឹងខ្ញុំទៅឥឡូវនឹងហើយលោកគ្រូពេទ្យអ៊ូលោកថានេះជាជីបចរកូនបិសាចមែនទេទូលបង្គំគិតថាជីបចរនាងខ្សោយខុសពីមនុស្សធម្មតាខ្សោយហេហេអ្នកនាងចាំងគិតច្រើនពេកគេងមិនលក់ជីបចរច្បាស់ជាខ្សោយហើយបើនេះហៅថាកូនបិសាចនោះស្រីពេញនៅក្រដប់អ្នក8 9នាក់គឺពោះកូនបិសាចទាំងអស់ហើយទូលបង្គំធ្វើពេទ្យច្រើនឆ្នាំហើយស្ថានភាពនាងនេះធ្វើពេទ្យច្រើនឆ្នាំហេសូម្បីតែជីបចរអើនិងជីបចរខ្សោយក៏បែងចែកមិនដាច់ផងចង់ឲ្យខ្ញុំផ្សំថ្នាំជំនួយភ្នែកឲ្យ2 3មុខទេហាលោកគ្រូចាស់សុននិយាយត្រូវហើយខ្ញុំមើលឃើញថាចំហាយជុំវិញខ្លួនអ្នកនាងជាងគឺបរិសុទ្ធនិងស្ងប់ស្ងាត់គ្មានភាពចង្រៃអ្វីឡើយផ្ទុយទៅវិញគឺលោកគ្រូពេទ្យនេះទៅវិញទេដែលមានចំហាយអាក្រក់ជាប់ខ្លួនខ្លាចតែប៉ុន្មានថ្ងៃនេះទៅប៉ះពាល់របស់អ្វីមិនស្អាតទេដឹងលោកប្រធានហោរាមិនក៏លោកហ៊ានមួយបង្កាច់គេបែបនេះកុំខឹងអីខ្ញុំគ្រាន់តែមើលតាមចំហាយហើយនិយាយត្រង់ប៉ុណ្ណោះបើលោកគ្មានរឿងលាក់បាំងក្នុងចិត្តទេភ័យស្អីលោកស្រីជីបចរអ្នកនាងជាងទូបីជាខ្សោយបន្តិចតែស្គល់រឹងមាំល្អទេចាំខ្ញុំផ្សំថ្នាំឲ្យនាងលេបសម្រាប់ឲ្យបានច្រើនជាការស្រេចអរគុណលោកទាំងពីរណាស់ដែលបានចំណាយកម្លាំងក្រាបទូលព្រះអង្គម្ចាស់គ្រូពេទ្យអ៊ូត្រូវបានគេដេញចេញមកហើយគ្រូពេទ្យចាស់សុននិងប្រធានហោរាបានធានាអះអាងថាត្រកូលជាងមានសុខភាពល្អនិងជានិមិត្តសញ្ញានៃភាពរុងរឿងយើងដឹងហើយចំណែកខាងគោលសម្ព័ន្ធចកខ្មៅនោះត្រូវអនុវត្តតាមផែនការ
ប៉ុន្តែពេលនេះភូមិគ្រឹះរឹតបន្តឹងការយាមកាមខ្លាំងណាស់អ្វីដែលយើងចង់បានគឺការយាមកាមតឹងរឹងនេះឯងពួកគេកាន់តែភ័យស្លន់ស្លោចន្លោះប្រហោងនឹងកាន់តែធំ